app Telegram យើង login 3 4ទូរស័ព្ទចូលកុំព្យូទ័រ4 5អីក៏បានដែរគ្រាន់តែប្រើលេខ5ខ្ទង់មកវាយតែលេខ5ខ្ទង់នឹងចូលគឺប្រើបានដែរតែមើលទៅដូចជាងាយពេកទេគេមានកន្លែងចាក់សោមកតង់ទៀតគេហៅថា two factor អញ្ចឹង5ខ្ទង់នឹងហើយគឺត្រូវថែម password ដែលយើងដឹងខ្លួនឯងមួយទៀតអញ្ចឹងមានតែយើងម្នាក់ឯងដែលអាចបើកបានអញ្ចឹងចង់ដឹងថាគេធ្វើម៉េចនេះម្នេះមកបងប្អូនអរគ្នាមុននឹងទៅដល់តែគេធ្វើម៉េចសូមបងប្អូនជួយចុច follow page Lylin Cambodia ម្នាក់មួយដែលជា brand របស់កូនខ្មែរអាវដូចខ្ញុំបាទកំពុងពាក់នេះមានសរុបទាំងអស់7ពណ៌ប៉ុន្តែថ្ងៃនេះខ្ញុំចង់ណែនាំខោរបស់បងប្អូនអរគ្នាជាខោម៉ូដខោប៉ៅញញឹមដេដោយស្នាដៃកូនខ្មែរនៅសុបសាទនៅក្រុងប៉ោយប៉ែតដំបូងបងប្អូនចូលមកកាន់ app Telegram នេះមកបន្ទាប់មកបងប្អូនមើលពាក្យ setting ខាងក្រោមនេះបន្ទាប់មកបងប្អូនជ្រើសពាក្យ privacy and security បន្ទាប់មកនេះ two step verification នេះអញ្ចឹងយើងបើកអាហ្នឹងមកអញ្ចឹងវាឲ្យយើងវាយ password អានេះជាអក្សរជាលេខអីតាមតែចិត្តយើងតែម្ដងអញ្ចឹងបងប្អូនវាយ password ទៅហើយមកអក្សរក៏បានលេខក៏បានវាយឲ្យដូចគ្នាខាងលើក្រោមឲ្យបងប្អូនចាំផងហើយ create password ទៅបន្ទាប់មកអានេះ hint គ្រាន់តែថាបញ្ជាក់ថាហ្នឹងយើងជាអីយើងដាក់អីក៏បានដែរដើម្បីចាំដូចថា hint ហ្នឹងវាដូចជាឈ្មោះអីចឹងឥឡូវខ្ញុំដាក់1 4 ដងចុះអញ្ចឹង continue ទៅហើយបន្ទាប់មក email address នៅពេលដែលយើងភ្លេចអីគេនឹងផ្ញើសារមក email របស់យើងអញ្ចឹងយើងវាយ email របស់យើងមកចុច continue មកហើយបន្ទាប់មកវានឹងផ្ញើសារលេខកូដមក email របស់យើងដាក់លេខកូដតាមហ្នឹងទៅអញ្ចឹងខ្ញុំចូល email យើងនេះគេផ្ញើសារមកនេះ674 956អញ្ចឹងយើងវាយអាហ្នឹងមកនេះវាយអាហ្នឹងមក continue ទៅអញ្ចឹងបានន័យថា set រួចរាល់ជាការស្រេចរាល់ពេលដែល log in ចូល Telegram គឺយើងត្រូវវាយ password ហ្នឹងសិនទើប log in ចូលបាន